ទំនប់គង្គាជារមណីយដ្ឋានមួយកំសាន្តនារដូវវស្សាទឹកថ្លាស្អាតគួរជាទីរីករាយសប្បាយជួបជុំក្រុមគ្រួសារទឹកទំនប់គង្គាស្ថិតនៅក្នុងឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងជាទីកំសាន្តដ៏ពេញនិយមនារដូវភ្ជុំបិណ្ឌទំនប់គង្គាមានទីតាំងស្ថិតក្នុងភូមិគោកពួចឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងមានចម្ងាយប្រមាណ105គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយប្រមាណ20គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំងក្រៅពីមានប្រយោជន៍សម្រាប់រក្សាទឹកស្រោចស្រពដំណាំស្រូវទំនប់គង្គាក៏ជាទីកន្លែងងូតទឹកកម្សាន្តរីករាយមួយដែលបានទាក់ទាញភ្ញៀវទេសចរជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលមានភ្ញៀវទេសចរមកលេងកម្សាន្តបរិយាកាសធម្មជាតិនារដូវវស្សាទេសភាពបៃតងស្រស់បំព្រងគួរជាទីរីករាយកម្សាន្តលក្ខណៈគ្រួសារលក្ខណៈគូសង្សារភ្ញៀវទេសចរជិតឆ្ងាយក្នុងស្រុកជាដើមតែងតែមកកម្សាន្តនារដូវកាលកាន់បិណ្ឌភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរក្រោយពីបំពេញបុណ្យហើយតាមបណ្ដាវត្តនានានៅក្នុងស្រុកទឹកផុសក៏បានកម្សាន្តតាមរមណីយដ្ឋាននានាក្រៅពីនោះគេតែងតែនឹកគិតទៅដល់ទឹកទំនប់គង្គាដែលជាកន្លែងងូតទឹកកម្សាន្តសម្រាប់រដូវកាលនៃការកាន់បិណ្ឌភ្ជុំបិណ្ឌនេះឯងកម្សាន្តសប្បាយរីករាយមានម្ហូបអាហារមានកន្លែងស្នាក់អាស្រ័យមានទេសភាពបៃតងស្រស់បំព្រងជាមួយនឹងឈូកប្រលិតនិងវាលស្មៅទេសភាពដ៏ស្រស់ស្អាតជាមួយនឹងអាកាសធាតុនៃធម្មជាតិមើលឃើញផ្ទៃវាលស្រែដ៏ធំល្វឹងល្វើយរុក្ខជាតិទាំងឡាយហាក់ដូចជាស្វាគមន៍ប្រិយមិត្តគ្រប់មជ្ឈដ្ឋានទាំងអស់ជាក់ស្ដែងនៅក្នុងថ្ងៃនេះកញ្ញារបស់យើងក៏បានបំពេញបុណ្យពីវត្តគង្គាហើយហ្នឹងក៏មកកំសាន្តនៅក្នុងទំនប់គង្គាដែលជាទីរីករាយស្រស់ស្អាតដល់រដូវកាលកាន់បិណ្ឌដាក់បិណ្ឌភ្ជុំបិណ្ឌរាល់ឆ្នាំប្រជាជនជាច្រើនដែលតែងតែនឹកគិតដល់ទឹកទំនប់គង្គាក្រោយពីការបំពេញបុណ្យហើយគេតែងតែទៅលេងកម្សាន្តនៅទីនោះជួបជុំជាលក្ខណៈគ្រួសារសប្បាយរីករាយដោយបរិយាកាសទេសភាពបៃតងស្រស់បំព្រងគួរជាទីគយគន់ស្ដាប់សំឡេងទឹកស្ដាប់សំឡេងអ្នកងូតទឹកកម្សាន្តសើចក្អាកក្អាយសប្បាយខ្ញៀវខ្ញារីឯបាក់សីនិងបាក់សាក៏មានសំឡេងត្រហឹងអឹងកងនៅទីនោះផងដែរក្រៅពីនោះក៏យើងឃើញអ្នកភូមិទាំងឡាយមានការលក់ដូរម្ហូបអាហារដ៏មានអោយជារសនិងប្រកបទៅដោយទឹកមុខញញឹមស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្តងូតទឹកសប្បាយនៅទីនោះឆ្ងាយពេកអត់ស្រស់ទេដើមមកគ្រូចង់ឲ្យកណ្ដាលថលលើគ្រូចូលកាច់កាច់ឈប់ចូលកាច់កាច់ឈប់ឲ្យកណ្ដាលឲ្យ director និង cameraman ឲ្យចុះបេះផ្កាយឈូកឯណាទេនៅពងដល់រដូវកាលកាន់បិណ្ឌដាក់បិណ្ឌនិងភ្ជុំបិណ្ឌពេលណាប្រជាជនទាំងឡាយក៏បានសប្បាយនឹងងូតទឹកកម្សាន្តនៅទំនប់គង្គាគ្រប់គ្នាតែងតែថាសប្បាយត្រជាក់ចិត្តសប្បាយនឹងការជួបជុំជាមួយគ្រួសារបរិយាកាសធម្មជាតិកម្សាន្តជាមួយធម្មជាតិគឺពិតជារីករាយស្រស់ស្រាយសប្បាយហើយសប្បាយទៀតសប្បាយហើយបានបុណ្យផងដើរលេងផងធ្វើបុណ្យផងកម្សាន្តជួបជុំគ្នាផងបង្កើតបរិយាកាសរីករាយនារដូវវស្សានារដូវកាន់បិណ្ឌក្រុមកញ្ញាគាត់សប្បាយរីករាយនឹងទេសភាពធម្មជាតិបៃតងស្រស់បំព្រងនៅទំនប់គង្គាឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង
ដោយបរិយាកាសដ៏ស្រស់ស្អាតទាំងនេះប្រជាពុទ្ធបរិស័ទដែលទៅបំពេញបុណ្យនៅស្រុកទឹកផងគឺតែងតែដឹកស្រណោះដល់ទំនប់គង្គីរនារដូវវស្សាជាពិសេសរដូវកាលកាន់បិណ្ឌដាក់បិណ្ឌភ្ជុំបិណ្ឌនេះឯងដែលប្រជាពុទ្ធបរិស័ទទាំងឡាយចិត្តឆ្ងាយតែងតែនឹកគិតទៅដល់ទឹកទំនប់គង្គីរថាតិចហើយគួរជាទីរីករាយជួបជុំជាមួយនឹងគ្រួសារញាតិមិត្តជិតឆ្ងាយដែលខានជួបគ្នាអស់រយៈពេលជាយូរថ្ងៃខែកន្លងទៅបានជួបគ្នាម្ដងកុំឲ្យកន្លងផុតនាំគ្នាងូតទឹកកំសាន្តរីករាយនៅបរិយាកាសទេសភាពបៃតងស្រស់បំព្រងនារដូវវស្សាទេសភាពធម្មជាតិខ្យល់អាកាសបរិសុទ្ធគឺពិតជាធ្វើឲ្យស្រស់ស្រាយរីករាយជាមួយគ្រួសារដែលធ្វើឲ្យមានស្នាមញញឹមពោពេញទៅដោយក្តីសង្ឃឹមក្រោយពីបានបំពេញបុណ្យបំពេញការងារបានកំសាន្តជុំគ្នាគឺពិតជាបង្កើតអនុស្សាវរីយ៍មួយដែលធ្វើឲ្យនឹកស្រណោះនៅពេលដែលឃ្លាតឆ្ងាយពីគ្នាការធ្វើសេចក្តីល្អជុំគ្នាកំសាន្តជុំគ្នាគឺពិតជាសុភមង្គលនៃជីវិតរុក្ខជាតិត្រូវការទឹកមនុស្សទាំងឡាយក៏ត្រូវការទឹកដូចគ្នាដែរទៅទីណាកន្លែងណាមនុស្សយើងសប្បាយជាមួយនឹងធម្មជាតិថែរក្សាធម្មជាតិនោះគឺពិតជាល្អពិសេសមែនទែនដោយសារបរិយាកាសនាពេលនេះគឺកំពុងធ្វើវីដេអូនេះនាពេលរាត្រីក្រោមបរិយាកាសដ៏មានន័យក្រោមភ្លៀងរលឹមសំឡេងឆ្កែព្រុសសំឡេងឆ្កែលូនារដូវកាលកាន់បិណ្ឌដាក់បិណ្ឌគឺជារដូវកាលមួយដែលជារដូវកាលដ៏ស្រស់ស្អាតមានភ្លៀងរលឹមមានហៅថាអ្វីៗច្រើនដែលធ្វើឲ្យទោះបីជាពេលយប់ហើយក៏នៅមានអ្នករំខានបរិយាកាសបើយោពេលនេះហាក់ដូចជាស្ងប់ស្ងាត់កាន់តែខ្លាំងហើយនាពេលរាត្រីភ្លៀងរលឹមស្រេចត្រជាក់ដៃត្រជាក់ជើងខ្យល់បក់លហៀសំឡេងឆ្កែព្រុសកាន់តែច្រើនធ្វើឲ្យនៅម្នាក់ឯងមានអារម្មណ៍ថាព្រឹកព្រួចតិចគ្រាន់តែមើលកញ្ញាយើងដើរទៅដើរមកហ្នឹងក៏រីករាយស្រស់ស្រាយដែរមើលតែគាត់ញញឹមទៅដឹងហើយគាត់បានតែញញឹមទេគាត់ញញឹមសប្បាយនឹងឃើញធម្មជាតិសប្បាយនឹងឃើញទឹកក៏អត់ដែលឃើញទឹកទេព្រោះគាត់ជានិច្ចកាលគឺគាត់មិនសូវបានឃើញទឹកច្រើនអញ្ចឹងទេហើយមិនបានសូវឃើញទេសភាពអញ្ចឹងទេអញ្ចឹងគាត់បានទៅកំសាន្តម្ដងគឺថាសប្បាយនឹងបរិយាកាសដ៏រីករាយនេះហើយបានការឈុហ្នឹងគឺថាការឈុធម្មជាតិនៅទីនោះតែម្ដងគឺគេកំពុងតែដកហ្នឹងគេដកលក់ទេប៉ុន្តែពួកគាត់ហ្នឹងសុំគេដោយសារពួកគាត់ថាអត់លុយទិញអញ្ចឹងគាត់សុំគេកំពុងតែបេះហ្នឹងណាសុំគេពី3តងមកបរិយាកាសនាពេលនោះគឺថ្ងៃក្តៅអ្វីត្បិតតែថ្ងៃក្តៅប៉ុណ្ណឹងក៏ពួកគាត់អាចនឹងកំសាន្តសប្បាយនៅបរិយាកាសទេសភាពបៃតងស្រស់បំព្រងនារដូវវស្សាទេសភាពធម្មជាតិខ្យល់អាកាសបរិសុទ្ធសំឡេងទឹកហូរឬសូរក្រំបន្លំជាមួយនឹងខ្យល់បក់វូវូធ្វើឲ្យអ្នកដែលមិនទាន់មានគូកាន់តែកណ្ដោយកណ្ដែងឯការីឯអ្នកដែលមានគូហើយក៏សប្បាយក្អាកក្អាយខ្ញៀវខ្ញាកងរំពងពេលនេះយើងបន្តដំណើរទៅបន្តទៀតហើយដូច្នេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការចូលមានដល់អស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តជិតឆ្ងាយទាំងឡាយធ្វើដំណើរបានសុខសុវត្ថិភាពគ្រប់គ្នាគ្រប់ពេលវេលា